សម្រាប់ម៉ាក់ដែលកំពុងតែត្រៀមចង់បាន baby ក្នុងឆ្នាំមមាឆ្នាំក្រោយនេះឯងគឺយើងគួរតែចាប់ផ្ដើមត្រៀមពីឥឡូវទៅនៅក្នុងការត្រៀមយក baby មិនមែនគ្រាន់តែការត្រៀមនៅក្នុងការត្រៀមខ្លួនត្រៀមថវិកាប៉ុន្តែលើពីនោះគឺសុខភាពរបស់យើងដូចគ្នាទាំងម៉ាក់ទាំងប៉ាគឺយើងត្រូវចាប់ផ្ដើមត្រៀមក្នុងការញ៉ាំវីតាមីនបន្ថែមទៅលើខ្លួនឯងនេះចាប់តាំងពី3ខែដែលមុន3ខែក្នុងការយក baby យ៉ាងហោចណាស់ឲ្យបាន3ខែព្រោះដោយសារតែរយៈពេល3ខែនោះគឺអាចធ្វើឲ្យ symptom ឬក៏ធ្វើឲ្យប្រព័ន្ធការពារក្នុងខ្លួនរបស់យើងគឺបានរឹងមាំហើយក្នុងការយកគាត់ហើយក្នុងការញ៉ាំវីតាមីនទៀតសោះមិនមែនញ៉ាំតែម៉ាក់អីគឺញ៉ាំទាំងប៉ាដូចគ្នាព្រោះតម្រូវឲ្យម៉ាក់ប៉ាមានសុខភាពល្អដូចគ្នាទើបយើងអាចមាន baby មកដែលគាត់ប្រកបដោយសុខភាពល្អហើយប្រាជ្ញារបស់គាត់វាងវៃដូចគ្នាផងដែរហើយសម្រាប់ការយក baby នេះទៀតមិនមែនត្រឹមតែធៀមតែតកតងជាមួយនឹងការញ៉ាំវីតាមីននេះតកតងរបបអាហារក៏ដូចគ្នាដែរបើសិនអ្នកចង់បានកូនស្រីយើងគួរតែញ៉ាំអាហារដែលសម្បូរជាតិបន្លែឬក៏យើងកាត់បន្ថយជាតិសាច់តែបើចង់បានកូនប្រុសយើងគួរតែចាប់ផ្ដើមញ៉ាំរបស់ដែលមានជាតិសាច់ច្រើនឬ protein ច្រើនហើយអ្វីដែលខ្ញុំនិយាយនេះគឺតកតងពីពេទ្យដែរគាត់ប្រាប់ខ្ញុំដែរអញ្ចឹងខ្ញុំក៏ចង់ចែករំលែកទៅម៉ាក់ទាំងអស់គ្នាដែលគាត់មានបំណងចង់បានដូចពីឆ្នាំក្រោយដូចគ្នាបន្តមកទៀតតកតងជាមួយនឹងការថែទាំសុខភាពរបស់យើងបន្ទាប់ពីវីតាមីនបន្ទាប់ពីរបបអាហារក៏ថែទាំសុខភាពដែរហើយបើសិនជាអាចម៉ាក់អាចញ៉ាំដោះគោសម្រាប់ធៀមនៅក្នុងការយកក៏ល្អដែរដោះគោក៏ជួយតកតងជាមួយសុខភាពយើងម្យ៉ាងដែរអញ្ចឹងនេះជាអ្វីដែលជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ហើយសង្ឃឹមថាវាជាការចែករំលែកល្អមួយទៅដល់ម៉ាក់ដែលគាត់កំពុងតែត្រៀមនៅក្នុងការយក baby មួយទៀតតកតងជាមួយនឹងវីតាមីនទាំងអស់គ្នាអាចទៅចែកជាមួយដុកទ័របានថាយើងអាចញ៉ាំវីតាមីនណាបានថាព្រោះវីតាមីននៅក្នុងការត្រៀមសម្រាប់តាមខ្ញុំដឹងគឺខ្ញុំដឹងមាន2 Pregnanta ជាមួយនឹង Elevit ចឹងទាំងអស់គ្នាអាចទៅសាកសួរដុកទ័រសម្ភពក៏បានឬក៏ដុកទ័រតកតងមកប្រចាំខ្លួនរបស់យើងហ្នឹងថាសុខភាពរបស់យើងគួរតែត្រូវជាមួយនឹងវីតាមីនមួយណាព្រោះសម្រាប់ខ្ញុំគឺខ្ញុំញ៉ាំបានតែ Pregnanta លេ Elevit នេះគឺខ្ញុំញ៉ាំអត់បានទេអញ្ចឹងសម្រាប់ម៉ាក់ក៏ដូចគ្នាដែរអាចពិភាក្សាជាមួយគាត់មុនពេលដែលយើងញ៉ាំប៉ុន្តែជាអ្វីមួយដែលខ្ញុំចង់ឲ្យម៉ាក់កាត់សម្គាល់នោះគឺយ៉ាងហោចណាស់ត្រូវថែទាំសុខភាពខ្លួនឯង3ខែមុនពេលយកអូនគឺនឹងធ្វើឲ្យខ្លួនយើងក៏រឹងមាំអូនក៏គាត់រឹងមាំតាមនឹងដូចគ្នា